អតីតមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិនៅក្រៅប្រទេសប្រមានថាយុទ្ធសាស្ត្រនយោបាយបង្កចំនួនរវាងលោកសំរងស៊ីនិងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជាលបែងបង្កើតអធិបុលនយោបាយឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះក្រុមអ្នកវិភាគថាការបដិសេធវត្តមានមេដឹកនាំកម្ពុជាក្នុងវេទិកាជាតិ G20 អន្តរជាតិ G20 និង APEX គឺជាសញ្ញានៃការចាប់ផ្ដើមច្រានចោលនៅវត្តមានរបស់លោកហ៊ុនសែនលើឆាកអន្តរជាតិជាបណ្ដើរហើយមន្ត្រីអភិរក្សសត្វព្រៃកម្ពុជាម្នាក់អាចប្រឈមមុខនឹងទោសរយៈពេល145ឆ្នាំករណីជួញដូរសត្វស្វាចូលទៅកាន់ទឹកដីអាមេរិកមេដឹកនាំបក GDP ថាក្រៅពីការរួបរวมកម្លាំងគណៈបកក្រៅរដ្ឋាភិបាលជាវិធីល្អបំផុតក្នុងការប្រជែងជាមួយបកកណ្ដាលអំណាចប្រងម្ចាស់ស៊ីសវត្តធម្មកោសម្រាប់មិនទាន់ចូលឆាកនយោបាយវិញទេទោះបីបំរាមមិនឲ្យធ្វើនយោបាយបានផុតរលត់ទៅហើយក៏ដោយនោះក្រសួងកសិកម្មកំណត់តម្លៃស្រូវផ្ការំដួលកម្រិតលេខ1ត្រឹម1040រៀលក្នុង1គីឡូក្រាមសម្រាប់ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យពលរដ្ឋរងគ្រោះដីធ្លីប្រមាណ300នាក់មកពីតាមខេត្តចំនួន3ជំរុញឲ្យក្រសួងពាក់ព័ន្ធពន្យាការដោះស្រាយវិវាទដីធ្លីបទវិភាគអាស៊ានអាមេរិកក្លាយជាដៃគូគ្រប់ជ្រុងជ្រោយគណៈកម្ពុជាបាត់បង់ប្រព័ន្ធ GSP អាមេរិកនិង EBA របស់អឺរ៉ុបរួមនឹងកម្មវិធី ID Talk បាទជាបន្តទៅទៀតនេះខ្ញុំបាទតាំងស្រាដាសូមជូនព័ត៌មានពិស្ដាអតីតមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិនៅក្រៅប្រទេស CNRPO ប្រមានថាយុទ្ធសាស្ត្រនយោបាយបង្កចំនួនឆ្លោយឆ្លងគ្នាទៅវិញទៅមករវាងលោកសំរងស៊ីនិងលោកហ៊ុនម៉ាណែតគឺជាលបែងបង្កើតឥទ្ធិពលនយោបាយឲ្យគ្នាទៅវិញទៅមកប៉ុន្តែការឆ្លោយឆ្លងរបស់អ្នកទាំងពីរនេះគ្មានប្រយោជន៍សម្រាប់ជាតិនោះទេលោកប៉ុនសាវរីបានសរសេរនៅលើគណនី Facebook របស់លោកនៅមុននេះបន្តិចថាការដែលលោកសំរងស៊ីបន្តរិះគន់វាយប្រហារទៅលើលោកហ៊ុនម៉ាណែតកាន់តែខ្លាំងជាមធ្យោបាយក្នុងការជួយឲ្យកូនប្រុសច្បងរបស់លោកហ៊ុនសែនរូបនេះកាន់តែមានឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងផ្ទៃក្នុងរបស់បកប្រជាជនកម្ពុជាតែប៉ុណ្ណោះលោកអះអាងថាការឆ្លោយឆ្លងពីលោកហ៊ុនម៉ាណែតទៅកាន់លោកសំរងស៊ីវិញក៏ជាការជួយឲ្យអតីតមេដឹកនាំបកប្រឆាំងរូបនេះអាចនៅមានឥទ្ធិពលនយោបាយខ្លះៗរបស់គាត់ទៅថ្ងៃមុខបន្តទៀតដែរហើយលបែងនយោបាយបែបនេះកំពុងតែបិទផ្លូវអ្នកប្រជាធិបតេយ្យចំនួនក្រោយនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរអតីតមន្ត្រីជាន់ខ្ពស់បកសង្គ្រោះជាតិក្រៅប្រទេស CNRPO លោកប៉ុនសាវរីបញ្ជាក់ថាលបែងនយោបាយរបស់លោកហ៊ុនសែនព្រមទាំងកូនរបស់គាត់គឺលោកហ៊ុនម៉ាណែតជាមួយនឹងលោកសំរងស៊ីនៅពេលនេះនឹងជួយឲ្យលោកហ៊ុនម៉ាណែតដើម្បីអាចស្នងតំណែងបន្តត្រកូលរបស់គាត់ដោយរលូនផងនិងអាចជួយឲ្យលោកហ៊ុនម៉ាណែតបន្តតំណែងដឹកនាំកម្ពុជាយ៉ាងរឹងមាំទៅថ្ងៃអនាគតផងការអាងនេះធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំបកប្រឆាំងលោកសំរងស៊ីនិងបេក្ខជននាយករដ្ឋមន្ត្រីរបស់បកកណ្ដាលអំណាចលោកហ៊ុនម៉ាណែតបានឆ្លោះឆ្លងគ្នាទៅវិញទៅមកដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម Facebook ប្រងព្រាតរៀងៗខ្លួនរបស់ពួកគេកាលពីថ្ងៃទី16ខែវិច្ឆិកាអតីតមេដឹកនាំបកប្រឆាំងលោកសំរងស៊ីបានហៅកូនប្រុសច្បងរបស់បរិសខ្លាំងកម្ពុជាលោកហ៊ុនសែននោះគឺលោកហ៊ុនម៉ាណែតថាជាមនុស្សពីលដោយឪពុករបស់ខ្លួនដែលហ៊ានយកជីវិតនយោបាយរបស់ខ្លួនមកភ្នាល់ជាមួយនឹងរូបលោកអតីតមេដឹកនាំបកប្រឆាំងរូបនេះលើកឡើងថាអ្នកនយោបាយដែលមានការទទួលខុសត្រូវគេមិនដែលបបួលគ្នាភ្នាល់នោះទេប៉ុន្តែការដែលលោកហ៊ុនម៉ាណែតចង់តែភ្នាល់បែបនេះគ្រាន់តែជាបង្ហាញពីសារជាតិជនពីលដែលកើតចេញពីត្រកូលបាតផ្សារតែប៉ុណ្ណោះការលើកឡើងរបស់លោកសំរងស៊ីបែបនេះធ្វើឡើងបន្ទាប់ពីលោកហ៊ុនម៉ាណែតបបួលលោកសំរងស៊ីភ្នាល់ដាក់ជីវិតនយោបាយបន្ទាប់ពីលោកសំរងស៊ីបានចោទថាលោកហ៊ុនម៉ាណែតបានបន្លំយកលុយ$5លានអាមេរិកទិញទឹកចិត្តពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំងនិងទ្វីបអឺរ៉ុបដើម្បីចុះចូលជាមួយបកប្រជាជនកម្ពុជាដែលជាបកកណ្ដាលអំណាចលោកហ៊ុនម៉ាណែតបានលើកឡើងថាបើអ្វីដែលលោកសំរងស៊ីនិយាយគឺជាការពិតនោះលោកសុកចិត្តចុះចេញពីឆាកនយោបាយអស់មួយជីវិតប៉ុន្តែបើមិនពិតវិញលោកសំរងស៊ីក៏ត្រូវតែដកខ្លួននិងឈប់ធ្វើនយោបាយអស់មួយជីវិតដែរជុំវិញបញ្ហានេះស្ថាបនិកនៃអង្គការអភិវឌ្ឍផ្នត់គំនិតលោកសេសុជាតិបានសរសេរនៅលើគណនី Facebook របស់លោកនៅថ្ងៃនេះថាមនុស្សអសមត្ថភាពតែងយកចំនួនបុគ្គលនិងគ្រួសារដើម្បីបង្ហាញពីភាពអស្ចារ្យរៀងៗខ្លួនខណៈការភ្នាល់គ្នានេះវាជាចរិតរបស់អ្នកចូលចិត្តលេងល្បែងស៊ីសងតែប៉ុណ្ណោះហើយចំពោះមនុស្សបែបនេះមិនស័ក្តិសមធ្វើជាអ្នកនយោបាយជាតិឬអ្នកដឹកនាំសង្គមអ្វីនោះទេលោកសេសុជាតិបញ្ជាក់ថាចំនួននយោបាយដែលរកផលប្រយោជន៍ឲ្យជាតិគឺគេយកបញ្ហាជាតិដូចជាអយុត្តិធម៌សង្គមនិងបញ្ហាប្រឈមនានាដែលកំពុងកើតមានមកដាក់លើតុបបួលដៃគូនយោបាយមកជជែកគ្នាសួរដេញដោលគ្នារកដំណោះស្រាយជូនជាតិនិងពលរដ្ឋមិនមែនយករឿងផ្ទាល់ខ្លួនមកឆ្លោះគ្នាដើម្បីបង្ហាញថាខ្លួនអស្ចារ្យនោះទេក្រុមអ្នកសង្កេតការណ៍លើកឡើងថាកម្ពុជាជាប្រទេសមួយដែលអភ័ព្វដោយសារតែមានអ្នកនយោបាយដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងគិតពីប្រយោជន៍ជាតិជាធំហើយអ្នកនយោបាយចំពោះនេះនឹងបង្កបញ្ហាឲ្យប្រទេសជាតិមិនចេះចប់នោះឡើយឲ្យតែពួកគេនៅតែមានឥទ្ធិពលលើការទុកចិត្តរបស់ពលរដ្ឋនោះបានលោកនៅនឹងជាទីមេត្រីក្រុមអ្នកខ្លាំមើលសង្គមរិះគន់ថាការបដិសេធវត្តមានរបស់មេដឹកនាំកម្ពុជាក្នុងវេទិកា G20 និង APEC
គឺជាសញ្ញានៃការចាប់ផ្ដើមច្រានចោលវត្តមានរបស់លោកហ៊ុនសែនក្នុងវេទិកាអន្តរជាតិក្រោយៗទៀតប្រធានវេទិកាពលរដ្ឋលោកកឹមសុខបានប្រាប់សារព័ត៌មាននៅ Cambodia Daily នៅថ្ងៃនេះថាក្នុងជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីពេលថ្មីៗនេះគណៈកម្ពុជាជាប្រទេសដែលមានវិបត្តិរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនោះលោក Joe Biden ប្រកាសណាស់ជានិយាយទៅកាន់លោកហ៊ុនសែនដែលអាចនឹងមានខ្លឹមសារស៊ីជម្រៅជាងសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីពេលថ្មីៗនេះទៅទៀតលោកបានថែមថាជាពិសេសគឺការជំរុញឲ្យស្ដារប្រជាធិបតេយ្យជំវិញការដោះលែងលោកកឹមសុខានិងបើកទូលាយការបោះឆ្នោតនៅឆ្នាំ2023ខាងមុខព្រមទាំងដោះលែងរាល់អ្នកទស្សនយោបាយហើយលោក Joe Biden ក៏បានបញ្ជាក់អំពីជំហររបស់អាមេរិកចំពោះប្រជាធិបតេយ្យសម្រាប់ប្រជាជនកម្ពុជានិងជំហរកម្ពុជាជំវិញមូលដ្ឋានទ័ពជើងទឹករៀមផងដែរលោកកឹមសុខអះអាងថានៅថ្ងៃបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលោកហ៊ុនសែនបាយជាលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់អំពីជំនួបទ្វេភាគីជាមួយមេដឹកនាំអាមេរិកថាគ្រាន់តែនិយាយគ្នាអំពីរឿងកូននិងចៅតែប៉ុណ្ណោះដែលទង្វើបែបនេះគឺបង្ហាញយ៉ាងច្បាស់ពីភាពមិនថ្លៃថ្នូររបស់លោកហ៊ុនសែនក្នុងនាមជាមេដឹកនាំប្រទេសនិងជាទង្វើគ្មានការទទួលខុសត្រូវចំពោះទំនាក់ទំនងអន្តរជាតិជាមួយមេដឹកនាំពិភពលោកដែលធ្វើឲ្យគេកត់សម្គាល់យ៉ាងច្បាស់ថាលោកហ៊ុនសែនមិនមែនជាមេដឹកនាំដែលអាចឲ្យគេទុកចិត្តអនុញ្ញាតឲ្យចូលរួមប្រជុំក្នុងវេទិកាអន្តរជាតិបន្តទៀតបានឡើយប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថាចំណែកឯការមិនបញ្ជូនតំណាងរដ្ឋាភិបាលណាម្នាក់ទៅចូលរួមវេទិកាអន្តរជាតិ G20 នៅឥណ្ឌូនេស៊ីនៅកិច្ចប្រជុំ APEC នៅប្រទេសថៃនោះគឺដោយសារតែលោកហ៊ុនសែនអាចខឹងនឹងមេដឹកនាំទាំងអស់នោះមិនមែនដោយសារគេមិនបានសរសេរឈ្មោះអ្នកផ្សេងដាក់លើលិខិតអញ្ជើញនោះទេលោកកឹមសុខបញ្ជាក់ថាការដែលគេបដិសេធវត្តមានរបស់ខ្លួនហើយបែរជាមិនបញ្ជូនតំណាងរដ្ឋាភិបាលណាម្នាក់ឲ្យទៅចូលរួមបែបនេះគឺជាការបង្ហាញថារដ្ឋាភិបាលឯកបៈរបស់គាត់មិនដឹងពីរបៀបរបបដែលជាគោលការណ៍អន្តរជាតិនិងជាការបង្ហាញពីទង្វើខ្វះសីលធម៌ក្នុងការឆ្លើយតបទៅនឹងការអញ្ជើញនោះថែមទៀតលើពីនេះទៅទៀតក៏បង្ហាញថាលោកហ៊ុនសែនកំពុងយកវេទិកាអន្តរជាតិធ្វើជាមុខមាត់ផ្ទាល់ខ្លួនមិនមែនជាការដឹកនាំកម្ពុជាដើម្បីរកផលប្រយោជន៍ឲ្យកម្ពុជានោះទេបរិះខ្លាំងកម្ពុជាដែលបាត់បង់សិទ្ធិចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងប្រទេសអ្នកមានទាំងអស់ G20 នោះលោកហ៊ុនសែនបានបញ្ចេញខ្សែអត្ថសម្លេងប្រវែងជាង6នាទីកាលពីយប់ថ្ងៃពុធម្សិលមិញថាកម្ពុជាគ្មានសិទ្ធិតែងតាំងតំណាងរបស់ខ្លួនឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ីនិងកិច្ចប្រជុំ APEC នៅប្រទេសថៃនោះទេព្រោះកិច្ចប្រជុំទាំងពីរនេះគេអញ្ជើញប្រធានអាស៊ានដោយចុចចំឈ្មោះលោកហ៊ុនសែនផ្ទាល់តែម្ដងមិនមែនអញ្ជើញកម្ពុជានោះទេមេដឹកនាំខ្មែរដែលបរាជ័យក្នុងការដឹកនាំអាស៊ាន3អាណត្តិជាប់គ្នាលោកហ៊ុនសែនបានឆ្លើយតបទៅនឹងសំណួរដែលលើកឡើងថាហេតុអ្វីកម្ពុជាមិនព្រមទុកឲ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅនៅជាតំណាងក្នុងកិច្ចប្រជុំទាំងពីរនេះគឺដោយសារកម្ពុជាមិនមែនជាសមាជិកកិច្ចប្រជុំ G20 ដូច្នេះកម្ពុជាមិនអាចចូលរួមកិច្ចប្រជុំនេះក្រៅពីរូបលោកបានឡើយលោកហ៊ុនសែនអះអាងថាសម្រាប់កិច្ចសន្ទនាក្រៅផ្លូវការ APEC នៅប្រទេសថៃក៏ដូចគ្នាដែរគឺនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធច័ន្ទអូចាបានអញ្ជើញរូបលោកដែលជាប្រធានអាស៊ានដោយផ្ទាល់ដូច្នេះលោកមិនអាចចាត់តាំងតំណាងណាមួយទៅជំនួសនៅពេលដែលខ្លួនលោកត្រូវអវត្តមានក្នុងកិច្ចប្រជុំនោះឡើយកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2022ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនបានដឹកនាំមន្ត្រីជាន់ខ្ពស់របស់លោកទៅប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំជាមួយនឹងប្រទេសដែលលូតលាស់ខាងផ្នែកសេដ្ឋកិច្ច G20 នៅលើកោះបាលីនៅថ្ងៃទី15និងទី16ខែវិច្ឆិកានិងបន្តទៅចូលរួមកិច្ចប្រជុំ APEC នៅទីក្រុងបាងកកនៅប្រទេសថៃនៅថ្ងៃទី17និងទី18ថែមទៀតប៉ុន្តែក្រោយទៅដល់ប្រទេសឥណ្ឌូនេស៊ីលោកហ៊ុនសែនបានប្រកាសលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី15ខែវិច្ឆិកាថាលោកនឹងមិនបានចូលរួមកិច្ចប្រជុំទាំងពីរខាងលើនេះទេដោយសារតែលោកបានរកឃើញនៅវិជ្ជមាន COVID-19